សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះគឺមានវីដេអូចង់ចែកម្លែកទាក់ទងជាមួយនឹងការធ្វើការក៏ដូចជាដាក់ពាក្យកន្លែងការងារថ្មីថ្មីគឺគេទាមទារឯកសារច្រើនមែនទែនចឹងខ្ញុំប្រាប់បងប្អូនថ្ងៃនេះគឺលិខិតបញ្ជាក់កិច្ចការមាយាទអង់គ្លេសហៅ Letter of Confirmation of Conduct ចឹងការងារកន្លែងថ្មីដែលស្តង់ដារគឺពួកគាត់ទាមទារឯកសារទាំងអស់នោះដើម្បីបំពេញលក្ខខណ្ឌ candidate ថ្មីថ្មីចឹងណាហើយខ្ញុំមានឯកសារបញ្ជាក់កិរិយាមាយាទនេះមួយគឺខ្ញុំរីកមែនបងប្អូនទាំងគ្នាជាបទពិសោធន៍របស់ខ្ញុំគឺឲ្យបងប្អូនទាំងអស់គ្នាទៅធ្វើនៅឃុំដែលមានការិយាល័យឆក់ចេញចូលតែមួយឬក៏បើសិនជាបងប្អូនមិនចង់ទៅទេអាចធ្វើនៅស្រុកខណ្ឌនៅក្នុងទីក្រុងភ្នំពេញបានតែចំពោះខ្ញុំរីកមែនបើសិនជានៅភូមិឃុំរបស់យើងគឺពួកគាត់ធ្វើលឿនត្រឹមតែមិនដល់មួយថ្ងៃទេគឺរយៈពេលប្រហែលនាទីខ្ញុំទៅហើយពួកគាត់ធ្វើឲ្យលឿនមែនតើតែចំពោះលិខិតខុសទោសបងប្អូនអាច download app ក្រសួងយុទ្ធភ័ពបានអឺ Cambodia Justice ក្រសួង Ministry of Justice អីហ្នឹងបងប្អូនអាច download បានហើយពេញបែបបទទៅតាមហ្នឹងទៅគ្រាន់តែនៅក្នុងក្រសួងយុទ្ធភ័ពអាចអស់រៀងថ្លៃជាងអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ទស្សនាហើយជួយចែករំលែកបងប្អូនដែលមិនទាន់ដឹងផង